សួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ការវិភាគលើតម្លៃហាងឆេងមាសប្រចាំសប្តាហ៍ថ្ងៃច័ន្ទសប្តាហ៍ក្រោយត្រូវនៅថ្ងៃទី2ខែមីនាឆ្នាំ2026បាទមុននឹងវិភាគទៅលើតម្លៃបាទតាមបច្ចេកទេស technical បាទខ្ញុំសូមអាប់ដេតតាក់ទងជាមួយនឹងព័ត៌មានបន្តិចបាទរវាងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់បាទឥឡូវនេះមានដឹកនាំរបស់អ៊ីរ៉ង់បាទត្រូវបានសម្លាប់ហើយគឺលោកអាយ៉ាតូឡាខេម៉ានីហើយក្នុងពេលនេះដែរបាទថ្ងៃអាទិត្យនេះបាទក៏មានក្រុមបាតកោបាទនៅអ៊ីរ៉ង់តែម្ដងគឺធ្វើការបះបោរបាទប្រឆាំងបាទដាច់អហង្ការជាមួយនឹងអ៊ីស្រាអែលហើយពួកគេនឹងធ្វើការសងសឹកទៅលើអ៊ីស្រាអែលវិញបាទអញ្ចឹងយើងនឹងរងចាំតាមដានមើលបន្ថែមទៀតបាទរវាង fundamental បាទដោយសារតែកត្តា fundamental វាធ្វើឲ្យតម្លៃហាងចេញមាសមានការហក់ឡើងបាទឥឡូវយើងចូលមកមើលវិភាគទាំងអស់គ្នានៅបាទ time frame weekly តតែម្ដងបាទយើងឃើញថា weekly time frame បាទមានការ bullish បាទ uptrend ខ្លាំងមែនតើបាទហើយតម្លៃបិទផ្សារកាលពីថ្ងៃសុក្រគឺនៅតម្លៃ$5,278ក្នុងមួយអោនឥឡូវយើងមកចាប់តម្លៃបាទតម្លៃនេះគឺជាបាទ high របស់ weekly បាទ high របស់ weekly ចឹងយើងនិយាយថាតម្លៃបាទ weekly គឺវាបានផ្ដាច់នៅ resistance អស់លេងហើយបាទអញ្ចឹងឋានរបស់វាគោលដៅរបស់វាបាទវាអាចមករកតំបន់ដែលជាតំបន់បាទ buy side liquidity របស់ weekly នេះតំបន់ហ្នឹងគឺឱកាសច្រើនមែនតើដែលអាចមកយកបើសិនជាសង្គ្រាមនៅតែបន្តបាទអមបន្លាយទៀតបាទឱកាសអាចនឹងមកយកនៅ high នឹងច្រើនបាទមកដល់តម្លៃ$5,600ក្នុងមួយអោនបាទហើយតំបន់នេះគឺ sell side liquidity របស់ weekly បាទឥឡូវយើងចូលមកមើល daily បាទយើងចូលមកមើល daily ចឹង daily គឺបាទវាបានស្ថិតនៅក្នុងតម្លៃមួយគឺតម្លៃបាទ order block បាទរបស់នេះគឺវាបានស្ថិតនៅក្នុងតំបន់ premium zone ក៏ប៉ុន្តែទន្ទឹមជាមួយនឹងសង្គ្រាមនេះមាសវាអាចនឹងមានការហក់ឡើងបន្តទៀតបាទអាចមករកតំបន់នេះhigh ចាស់របស់វានេះគឺ$5,600ក្នុងមួយអោនអញ្ចឹងយើងមកចាប់តំបន់ key level របស់វាបាទតម្លៃនេះគឺជា fair value gap 4ម៉ោងបាទ fair value gap daily sorry បាទ fair value gap daily AVG ហើយតម្លៃនេះបាទ break of structure អញ្ចឹង break of structure គឺបង្ហាញអំពីបាទ bullish momentum បាទមានថា price continue up បាទហើយតម្លៃនេះជា liquidity របស់ daily ជា liquidity បាទអញ្ចឹងយើងចូលទៅមើល time frame 4ម៉ោងទៀតបាទអង្គន់ចូល4ម៉ោងបាទទាញមកស្រីតិចមកបាទអង្គន់មក4ម៉ោងអញ្ចឹង time frame 4ម៉ោងយើងឃើញថាយើងស្វែងរកតំបន់fresh បាទ fresh zone order block ដែលអត់ទាន់ mitigate នេះជាតំបន់ order block បាទ order block 4ម៉ោងដែលវាមិនទាន់មក mitigate so តំបន់នេះជាតំបន់ដែលវាអាចមកយកបាទដោយសារតែវា fresh វានឹងមក mitigate មុននឹងវា continuation បាទ bullish បន្តទៀតកន្លែងនេះ fair value gap
4 ម៉ោង fair value gap 4 ម៉ោង ហើយតម្លៃនេះ week នេះជា liquidity ហើយបាទកន្លែងនេះ BOS plus បាទវា break structure មួយតង់កដាលនេះហើយឡើងមួយតង់ទៀតផ្ដាច់ពីរតង់ពីរកលៈអញ្ចឹងមានថាកម្លាំង momentum វាគឺ strong ខ្លាំងមែនតើបាទអញ្ចឹងដោយសារតែកត្តាសង្គ្រាមបាទគូផ្សំជាមួយនឹង technical យើងឃើញថាវា bullish បាទ uptrend ខ្លាំងគឺយើងរកឱកាស buy គឺ better ជាងឱកាសលក់បាទអញ្ចឹងសម្រាប់ scenario ក្នុងការ buy តង់ទី1បាទបងប្អូនអាចធ្វើការរងចាំមើលតំបន់នេះបាទបើសិនជាមាន action បាទ bullish candle ណាមួយបងប្អូនអាចធ្វើការទិញឡើងទៅលើវិញបាទអានឹងជំហានទី1បាទតង់ទី1ហើយតង់ទី2បាទបងប្អូនអាចរងចាំមើលតំបន់នេះបាទទីផ្សារវាឡើងខ្លាំងអាចចុះខ្លាំងបាទបងប្អូនប្រយ័ត្នប្រយែងតំបន់នេះក៏វាអាចមកយកដែរបាទកន្លែងនេះគឺ fair value gap daily បាទដែលវាអាចនឹងមកយកដែរបាទ fair value gap daily បាទអញ្ចឹងតំបន់នេះវាអាចនឹងមកយកបងប្អូនខ្ញុំគូម្ដងទៀតវាអាចនឹងមកយកបាទអញ្ចឹងនៅក្នុងសប្តាហ៍ក្រោយអ្វីដែលយើងធ្វើការspot តម្លៃបានគឺយើងអាចមើលរងចាំនៅតម្លៃទី1នៅតម្លៃ 5185 ទី2នៅតម្លៃ 5065 បាទដែលជាតំបន់ដែលយើងអាចធ្វើការspot ក្នុងការរងចាំទិញបានបាទយើងចូលមើល time frame 1ម៉ោងបាទ time frame 1ម៉ោងបាទអញ្ចឹង time frame 1ម៉ោងក៏ដូចគ្នាដែរបាទតម្លៃនេះគឺជាតម្លៃដែលវាអត់ទាន់ mitigate អញ្ចឹងឱកាសនៅក្នុងការបកមកយកគឺ possibility គឺភាគរយច្រើនបាទយើងកន្លែងនេះយើងគឺtrend មកបាទតំបន់ដែលវាបែកមែនតើវាអាចមកយកតម្លៃនេះគឺថាបានជារួមទៅនៅតំបន់ 5183 បាទ5160ហើយហ្នឹងតែជាតំបន់ដែលយើងអាច spot រងចាំក្នុងការបាទទិញឡើងបានបាទអូខេសម្រាប់ការវិភាគថ្ងៃច័ន្ទសប្តាហ៍ក្រោយគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនដែលចង់តាមដាននៅ signal update ភ្លាមៗបងប្អូនអាចjoinជាមួយនឹង committee របស់ខ្ញុំបានដែលខ្ញុំតម្លាក់នៅក្នុង caption ខាងលើបាទអរគុណច្រើន